តើអ្នកដឹងទេរាល់ពេលដែលភ្ញៀវទេសចរអន្តរជាតិមកលេងរាជធានីភ្នំពេញពួកគេមិនដែលរំលងវត្តភ្នំនោះទេតើវត្តភ្នំមានចំណុចពិសេសអ្វីខ្លះទៅតោះមកតាមដានជាមួយនាយរ៉ាទាំងអស់គ្នាជាដំបូងយើងសូមលើកយករឿងនិទានតាក់ទងទៅនឹងលោកយាយពេញមកជម្រាបជូនជាមុនសិនក្នុងពុទ្ធសករាជ1916ត្រូវនឹងគ្រិស្តសករាជ1372មានដូនចាស់ម្នាក់មានឈ្មោះថាយាយពេញជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភមានផ្ទះនៅក្បែរច្រាំងទន្លេខាងកើតកូនភ្នំតូចមួយថ្ងៃមួយនៅទីនោះមានភ្លៀងធ្លាក់យ៉ាងខ្លាំងទន្លេជន់លិចរហាច់រហឹមដូនពេញបានចុះទៅកំពង់ទឹកស្រាប់តែឃើញដើមកគីធំមួយបានរសាត់អណ្ដែតមកទើនៅក្បែរច្រាំងទន្លេជិតកំពង់ទឹករបស់គាត់ដូនពេញបានក្រឡេកទៅឃើញរុនដើមកគីនោះមានបដិមាចំនួន4អង្គបន្ទាប់មកលោកយាយពេញនិងអ្នកស្រុកក៏នាំគ្នាធ្វើពិធីដង្ហែបដិមាទាំង4អង្គនោះយកទៅតម្កល់នៅលើកំពូលភ្នំតូចដែលនៅខាងលិចផ្ទះដូនពេញហើយសាងសង់អាស្រមនៅទីនោះធ្វើជាទីសក្ការៈបូជាតាំងពីពេលនោះមកឥឡូវយើងងាកមកសំណួរដែលសួរថាតើវត្តភ្នំមានចំណុចពិសេសអ្វីខ្លះដែលយើងត្រូវទៅទស្សនានិងស្វែងយល់នៅពេលដែលយើងធ្វើដំណើរជិតដល់វត្តភ្នំយើងនឹងឃើញមានចេតិយដ៏ធំមួយនោះគឺជាចេតិយរបស់ព្រះបាទពញាយ៉ាតដែលត្រូវបានសាងសង់ឡើងដោយព្រះបាទនរារាជាក្នុងឆ្នាំ1433ដល់ឆ្នាំ1434នៃគ្រិស្តសករាជក្រោយពេលព្រះបាទពញាយ៉ាតយាងសោយទីបង្គត់នៅក្នុងឆ្នាំ1432ចេតិយធំពញាយ៉ាតមានកម្ពស់សរុប27ម៉ែត្រនិងបានសាងសង់អស់រយៈពេលពេញ1ឆ្នាំដើម្បីដាក់តម្កល់អធិធាតុរបស់ទ្រង់ក្រោយបញ្ចប់ការសាងសង់ព្រះនរារាមាដែលជាបុត្រច្បងនៃព្រះបាទពញាយ៉ាតបានធ្វើពិធីសូត្រធម្មទានពុទ្ធសាសនារយៈពេល7ថ្ងៃផងដែរនិងបានបញ្ចុះនៅគ្រឿងត្បូងចម្រុះពណ៌ជាច្រើនប្រមាណជា10000គ្រាប់និងបានចេញព្រះរាជអង្គការប្រសិទ្ធនាមវត្តភ្នំនេះថាវត្តចេតិយបពតរហូតដល់សម័យកាលស្រុកទេសប្រែប្រួលក៏ហៅคล้ายរហូតមកថាជាវត្តភ្នំរហូតមកដល់ពេលបច្ចុប្បន្ននេះពេលដែលយើងឡើងទៅដល់ក្នុងព្រះវិហារអ្វីដែលយើងត្រូវទស្សនានោះគឺព្រះបដិមាទាំង4អង្គរូបចម្លាក់លោកយាយពេញដើម្បីយកផ្កាយកទៅថ្វាយលោកយាយនិងធ្វើការអុជធូបបួងសួងផងដែរហើយនៅពេលដែលយើងចុះក្រោមប៉ែកខាងត្បូងយើងនឹងឃើញនាឡិកាដ៏ធំមួយដែលទីនោះគឺជាកន្លែងទាក់ទាញភ្ញៀវទេសចរខ្លាំងបំផុតឲ្យទៅទស្សនានិងថតរូបលេងកម្សាន្តនៅខាងលើនាឡិកាគឺជារូបសំណាកអនុស្សាវរីយ៍មិត្តភាពបារាំងខ្មែរគឺជារូបសំណាករបស់ព្រះករុណាព្រះបាទស៊ីសុវត្ថិឥរិយាបថគង់លើរាជបល្ល័ង្កដើម្បីទទួលនៅវត្ថុសំណាងខេត្តទាំង3ដែលកម្ពុជាទទួលបានពីសន្ធិសញ្ញាបារាំងសៀមដែលធ្វើឡើងនៅថ្ងៃទី15ខែមីនាឆ្នាំ1907ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍សង្គ្រាមបារាំងសៀមដែលផ្ទុះឡើងនៅក្នុងឆ្នាំ1893នៃគ្រិស្តសករាជដែលស្ថិតក្នុងរជ្ជកាលព្រះបាទនរោត្តមនៅខាងឆ្វេងរូបសំណាកព្រះបាទស៊ីសុវត្ថិគឺជាស្ត្រីភីលៀង3រូបបាននាំយកវត្ថុ3ដែលដាក់លើជើងទៀនគឺតំណាងឲ្យខេត្តទាំង3ដែលកម្ពុជាទទួលបានពីសៀមត្រឡប់មកវិញរួមមានខេត្តសៀមរាបខេត្តស៊ីសុផុននិងខេត្តបាត់ដំបងរូបផ្នែកខាងស្ដាំគឺជារូបកងទ័ពខ្មែរក្នុងសម្លៀកបំពាក់បារាំងអមទៅដោយទង់ជាតិប្រទេសបារាំងដែលជាអ្នកជ្រោមជ្រែងទទួលបាននៅខេត្តទាំង3នេះត្រឡប់មកវិញនៅជាប់នឹងរូបសំណាកនេះមានក្បាច់រចនាជារូបស៊ុំសរសេរបញ្ជាក់អំពីឈ្មោះខេត្តទាំង3ដែលទទួលបានពីសៀមត្រឡប់មកវិញផងដែររីឯនៅផ្នែកខាងក្រោមនៃរូបស៊ុំគឺជារូបទេសាភិបាលបារាំងប្រចាំនៅប្រទេសកម្ពុជាលោកលូវីសប៉ូឡូក្រៅពីនោះនៅមានអាស្រមដែលសំខាន់មួយទៀតគឺអ្នកតាព្រះចៅប្រជាពលរដ្ឋខ្មែរកាត់ចិនដែលមានជំនឿទៅលើអ្នកតាព្រះចៅពួកគេតែងតែយកគ្រឿងដង្វាយផ្សេងៗទៅបន់ស្រន់សុំសេចក្តីសុខនិងដើម្បីកាត់ឆុងនៅភាពអពមង្គលទាំងពួងហើយប្រវត្តិតាក់ទងទៅនឹងអ្នកតាព្រះចៅបងប្អូនអាចស្វែងរកអានបាននៅលើអ៊ីនធឺណិតផងដែរសូមអរគុណ